បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយចង់បង្ហាញបងប្អូនអំពីការរៀបចំទ្រុងសម្រាប់ចិញ្ចឹមព្រាបរបស់ខ្ញុំហើយទ្រុងនេះដែរកាលពីមុនគឺយើងធ្វើឡើងសម្រាប់ចិញ្ចឹមមាន់ទេបងប្អូនតែដល់ពេលនេះគឺយើងកែច្នៃវាសម្រាប់ចិញ្ចឹមព្រាបវិញម្ដងការរៀបចំទ្រុងបែបនេះគឺវាចំណាយច្រើនបន្តិចបងប្អូនតែប្រសិនបើយើងមិនចង់ចំណាយច្រើនទេបងប្អូនអាចធ្វើពីឫស្សីឬក៏ឈើអ្វីផ្សេងៗដែលបងប្អូនគិតថាវាចំណាយតិចជាងនេះហើយមួយវិញទៀតគឺយើងរៀបចំប្រព័ន្ធទឹកបែបនេះគឺយើងចំណេញពេលវេលាក្នុងការមើលថែវាអញ្ចឹងយើងអាចមើលតែធុងទឹកតែមួយទៅដាក់ឲ្យទឹកឲ្យទៅពេញហើយយើងប្រើកតូទឹកអូតូនេះគឺរួចជាការស្រេចបងប្អូនហើយចំពោះបងប្អូនយល់យ៉ាងណាដែរហើយវីដេអូនេះក៏មានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនសម្រាប់ទស្សនាវីដេអូនេះអរគុណ